បងឬក៏បងដែលមានកូនឈឺហើយអត់ហ៊ានកាន់បានបសសទឹកពេទ្យហើយថាបានបសសពេលទៅដល់មានការពិបាកក្នុងការយកទឹកពេទ្យអញ្ចឹងទៅហើយអញ្ចឹងទៅធ្វើឲ្យគាត់មិនហ៊ានក្នុងការប្រើបានបសសអញ្ចឹងណាតែសម្រាប់នាងខ្ញុំអត់ដឹងថាតើខាងបងដែលពិបាកហ្នឹងយ៉ាងណាទេសម្រាប់នាងខ្ញុំគឺនាងខ្ញុំមានកូន3នាក់ថ្ងៃនេះកូនឈឺទាំង3កូនក្តៅខ្លួនអាលៀកកំពុងកឲ្យកូនបងចេញអុចក្រហមអញ្ចឹងទៅខ្ញុំក៏គាត់នាំគាត់មកខាងពេទ្យកុមារជាតិហើយចឹងទៅពេលដែលមកដល់កន្លែងនេះគឺយើងដំបូងបំផុតគឺយើងជំរាបជួរគ្នាហើយនឹងយើងចាំយកกระดาษពីបសសមកចុចលេខរៀងដូចខ្ញុំចុចបាញ់មិញហ្នឹងហើយកន្លែងនេះគឺគេវាស់កម្ពស់ថ្លឹងគីឡូចឹងទៅហើយចឹងទៅយើងអាចនិយាយថាចុចលេខរៀងហើយជាមួយនឹងវាស់កម្ពស់ថ្លឹងគីឡូនេះកូននាងខ្ញុំឈរហ្នឹងឲ្យគាត់ប្រាប់លោកគ្រូឈឺអីចឹងទៅដល់ពេលហើយយើងបានជាกระดาษហ្នឹងយើងយកទៅខាងកន្លែងមួយទៀតគឺកន្លែងដែលបន្ទប់ពេទ្យណាកន្លែងពេទ្យដែលគេដាក់ហ្នឹងទៅគេនឹងហៅយើងថាឈ្មោះអីយើងអង្គុយរងចាំនៅជាប់ជាមួយបសសនឹងដែរហើយនេះកូនប្រុសនាងខ្ញុំរត់ចុះរត់ឡើងអញ្ចឹងបើបងប្អូនមានបសសគឺងាយស្រួលមែនតើហើយវ៉ាដងគឺកូននាងខ្ញុំ3នាក់ហ្នឹងមិនខំជិត100000ទេតែនៅពេលនាងខ្ញុំមានបសសគឺខ្ញុំអត់មានអស់លុយសំបីមកកាក់ម៉ាស៊ីនហើយនៅពេលដែលម្ដងនេះគឺសម្ដីលោកគ្រូពេទ្យអ្នកគ្រូអីជំនួយការគឺគាត់ល្អនៅពេទ្យកុមារជាតិបងប្អូននាងខ្ញុំឥឡូវកូនឈឺនាងខ្ញុំយកមកកន្លែងនេះគឺអត់មានអស់លុយទេហើយនៅពេលដែលមកដល់នៅកន្លែងនេះផងដែរនោះគឺសេវាកម្មគាត់ល្អមិនថាការដែលចូលទៅបសសការដែលកត់ឈ្មោះដើម្បីថាមុននឹងចូលទៅពិនិត្យនៅជាមួយនឹងលោកគ្រូពេទ្យហើយបើកថ្នាំបើកអីហ្នឹងគឺពាក្យសម្ដីគាត់សុទ្ធតែល្អទាំងអស់អញ្ចឹងទាំងអស់នេះនាងខ្ញុំចង់ណែនាំសម្រាប់ការ review មានបសសដើម្បីឲ្យកូនបានទៅព្យាបាលដែលមិនអស់លុយអញ្ចឹងបើសិនជាបងប្អូនមានការដែលរាំងស្ទះឬថាមិនជឿឬក៏ខ្លាចយូរពិបាកក្នុងការទៅពេទ្យអាចមើលវីដេអូនេះបានអរគុណចំពោះការតាមដានទស្សនាបាយបាយ